តំណាងរាជគណៈបកសំរងស៊ីមួយក្រុមដឹកនាំដោយលោកកងគំប្រធានស្ដីទីគណៈបកសំរងស៊ីកាលពីព្រឹកថ្ងៃទី18ខែឧសភានេះបានជួបសំណេះសំណាលជាមួយនឹងឯកអគ្គរដ្ឋទូតប្រទេសអង់គ្លេសប្រចាំនៅកម្ពុជាលោក Andrew Mas និងមន្ត្រីយោធាជាន់ខ្ពស់ចម្រុះមកពីសាកលវិទ្យាល័យប្រទេសអង់គ្លេសមួយចំនួនទៀតការជួបពិភាក្សាការទូតរវាងគណៈបកសំរងស៊ីនិងប្រតិភូតំណាងប្រទេសអង់គ្លេសធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណៈបកសំរងស៊ីក្នុងគោលបំណងដើម្បីផ្លាស់ប្តូរយោបល់ជុំវិញការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីកម្ពុជាក្នុងទំនាក់ទំនងរវាងកម្ពុជានិងប្រទេសជិតខាងការកាត់ទោសមេដឹកនាំខ្មែរក្រហមនិងស្ថានភាពនយោបាយនៅកម្ពុជាក្នុងនោះមានការយាយីមកលើគណៈបកប្រឆាំងសំរងស៊ីផងដែរលោកយមសុវណ្ណអ្នកនាំពាក្យគណៈបកសំរងស៊ីបានប្រាប់នៅក្រៅជំនួបនោះថាក្នុងការលើកឡើងប្រាប់ទៅតំណាងទូតនៃប្រទេសអង់គ្លេសអំពីទំនាក់ទំនងការបរទេសជាមួយនឹងប្រទេសជិតខាងទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយគណៈបកសំរងស៊ីចង់ឃើញរដ្ឋាភិបាលកម្ពុជាអនុវត្តឲ្យបាននូវតម្លាភាពការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកតំណាងគណៈបកសំរងស៊ីបានប្រាប់ទៀតថាមានការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យក្រុមហ៊ុនប្រទេសវៀតណាមរាប់សែនហិកតានៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាហើយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដីធ្លីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកម្ចាស់ដីហើយក៏ប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់បូរណភាពទឹកដីកម្ពុជាដែលរូបភាពនេះគណៈបកសំរងស៊ីមានក្តីបារម្ភហើយចង់ឲ្យប្រទេសនានាដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជំរុញឲ្យមានការគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះលោកយមសុវណ្ណបានប្រាប់ទៀតថាពាក់ព័ន្ធទៅនឹងទូនាទីរបស់គណៈបកប្រឆាំងនៅកម្ពុជាដើម្បីការផ្លាស់ប្ដូរនិងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតំណាងទូតនិងតំណាងមន្ត្រីយោធាជាន់ខ្ពស់នៃសាកលវិទ្យាល័យក្នុងប្រទេសអង់គ្លេសក៏បានចោទសួរអំពីដំណើរការបង្រួបបង្រួមគ្នារវាងអ្នកប្រជាធិបតេយ្យជាមួយនឹងគណៈបកសំរងស៊ីដែលរហូតមកទល់ពេលនេះត្រូវខកខានដោយសារតែភាពមិនស្មោះត្រង់ការមិនគោរពគ្នានិងការចាត់ទុកគណៈបកសំរងស៊ីជាសត្រូវប៉ុន្តែទោះជាយ៉ាងណាក៏ដោយគណៈបកសំរងស៊ីនៅតែអំពាវនាវឲ្យអ្នកដែលស្រឡាញ់ជាតិស្រឡាញ់យុត្តិធម៌និងស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ចូលរួមជាមួយគណៈបកសំរងស៊ីដែលជាគណៈបកស្ថិតក្នុងលំដាប់បន្ទាប់ពីគណៈបកកាន់អំណាចហើយឈានទៅការដឹកនាំរដ្ឋាភិបាលនៅថ្ងៃខាងមុខអ្នកប្រជាធិបតេយ្យដែលអាចរួមគ្នាជាមួយនឹងគណៈបកសំរងស៊ីត្រូវតែជាអ្នកដែលស្អប់អំពើពុករលួយស្អប់អំពើអយុត្តិធម៌ជាអ្នកដែលការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលទទួលរងនៅអំពើអយុត្តិធម៌និងស្រឡាញ់ទឹកដីប្រឆាំងបរទេសឈ្លានពានមិនមែនជាអ្នកដែលចាត់ទុកគណៈបកសំរងស៊ីជាសត្រូវនោះទេតំណាងរាស្ត្ររបស់គណៈបកសំរងស៊ីដែលជួបសំណេះសំណាលជាមួយនឹងប្រតិភូតំណាងប្រទេសអង់គ្លេសក៏មិនភ្លេចលើកឡើងផងដែរអំពីបញ្ហាអវត្តមានរបស់ប្រធានគណៈបកសំរងស៊ីដែលជាចេតនារបស់គណៈបកកាន់អំណាចក្នុងការធ្វើឲ្យគណៈបកប្រឆាំងចុះខ្សោយប្រជាពលរដ្ឋកម្ពុជាត្រូវការលោកសំរងស៊ីមកដឹកនាំគណៈបកប្រឆាំងអវត្តមានរបស់លោកសំរងស៊ីគឺជាគ្រោះថ្នាក់ដ៏ធំរបស់កម្ពុជាក្នុងការលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សការបោះឆ្នោតនៅកម្ពុជានឹងមកដល់ចំនួន3លើកជាប់ៗគ្នាក្នុងរវាងឆ្នាំ2012និងឆ្នាំ2013ខាងមុខប្រជាពលរដ្ឋខ្មែរនិងមន្ត្រីរបស់គណៈបកសំរងស៊ីតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមត្រូវការនូវវត្តមានរបស់លោកសំរងស៊ីមកចូលរួមការឃោសនាបោះឆ្នោតដ៏សំខាន់នេះសូមបញ្ជាក់ថាដោយសារតែគណៈបកសំរងស៊ីជាពិសេសលោកសំរងស៊ីតែងធ្វើការរិះគន់ឥតសំចៃមាត់មកលើរដ្ឋាភិបាលកម្ពុជាក្នុងរឿងដែលមានការលេចធ្លាយនៅអំពើពុករលួយការរំលោភដីប្រជារាស្ត្រការលក់ទ្រព្យសម្បត្តិជាតិនិងការបើកដៃឲ្យប្រទេសវៀតណាមបោះបង្គោលព្រំដែនចូលក្នុងដីខ្មែររួមទាំងការផ្ដល់សម្បត្តិឲ្យក្រុមហ៊ុនវៀតណាមជាដើមដែលលោកសំរងស៊ីបានពិពណ៌នាថាបានធ្វើឲ្យវៀតណាមមិនសប្បាយចិត្តហើយបានបញ្ជាមករដ្ឋាភិបាលខ្មែរឲ្យមានការចាត់វិធានការជាបន្ទាន់មកលើរូបលោកបន្ទាប់ពីលោកបានដកចោលនៅបង្គោលតម្រុយព្រំដែនលេខ185ស្ថិតនៅក្នុងខេត្តស្វាយរៀងទោះជាយ៉ាងណាក៏ដោយប្រទេសអន្តរជាតិជាពិសេសប្រទេសនៅសហគមន៍អឺរ៉ុបបានសម្ដែងនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធ្វើទុកបុកម្នេញមកលើមេបកប្រឆាំងសំរងស៊ីនេះហើយចាត់ទុកសកម្មភាពនេះថាខុសច្បាប់ដោយសហភាពអន្តរសភាអឺរ៉ុបបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពបំពាននេះជាបន្ទាន់និងត្រូវប្រគល់អភ័យឯកសិទ្ធិសភាឲ្យលោកសំរងស៊ីលើសពីនេះត្រូវតែបើកផ្លូវឲ្យលោកសំរងស៊ីមានឱកាសចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខដល់ទៅលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទី1នៅទំនាក់ទំនងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាងទំនាក់ទំនងអន្តរជាតិទំនាក់ទំនងសេដ្ឋកិច្ចទំនាក់ទំនងនយោបាយហើយនឹងចង់ដឹងអំពីស្លាកដីខ្មែរខំហើយនឹងយើងក៏បានជជែកគ្នាអំពីការដែលប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យហើយគណៈបកសំស៊ីបានបញ្ជាក់ច្បាស់ហើយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានប្រទេសណាអំណាចចុះហត្ថលេខាគឺជាការចាំបាច់ដែលគឺត្រូវតែយកអនុវត្តដើម្បីដោះស្រាយទាំងបញ្ហាបូរណភាពទឹកដីយើងទាំងបញ្ហាសិទ្ធិមនុស្សទាំងបញ្ហាសេដ្ឋកិច្ចហើយទាំងបញ្ហាលទ្ធិប្រជាធិបតេយ្យ
គូក៏បានឆ្លងកាត់ពីបញ្ហាទាំងនេះបានជំរាបជូនខាងរដ្ឋាភិបាលអ្នកនៅអង្គការជាតិជាមួយប្រទេសវៀតណាមយើងចង់នៅរួមរស់នៅក្នុងសុខសន្តិភាពសហប្រតិបត្តិការដែលគោរពផលប្រយោជន៍ពីប្រទេសមួយច្បាប់អន្តរជាតិដែលសេចក្ដីរក្សាឲ្យអាដីយើងគោរពសិទ្ធិអគោរពនៅក្របខ័ណ្ឌច្បាប់ទាំងអស់ដែលយើងបានចុះហត្ថលេខានៅអង្គការសហប្រជាជាតិជាពិសេសតើតួនៅសិទ្ធិសង្គមព្រំដែនតើតួនៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលប្រទេសវៀតណាមប្រទេសថៃក៏ហើយនឹងអន្តរជាតិក៏បានចុះហត្ថលេខានៅក្នុងនោះដែរហើយតំណែងក្នុងសេដ្ឋកិច្ចគឺយើងចង់ឲ្យមានការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកគោរពសិទ្ធិមនុស្សកុំឲ្យមានការផ្ដោតដីសម្បត្តិហើយបែរជាមកគោរពសិទ្ធិជាបរិបទអ្នកនៅក្នុងស្រុកអានោះគឺជាវិនិយោគទុនដែលមិនអាចទទួលយកបានទេហើយយើងក៏ត្រូវមានខ្លួនប្រទេសកម្ពុជាយើងក៏ត្រូវតែមានការធ្វើយ៉ាងម៉េចដើម្បីឲ្យមានការបំណងពីសេដ្ឋកិច្ចយ៉ាងពិតប្រាកដដោយនយោបាយកាត់បន្ថយថ្លៃដើមកាត់បន្ថយថ្លៃដើមផលិតផលរបស់ជាសេវាដើម្បីយើងបណ្ដាំប្រទេសសេដ្ឋកិច្ចនេះទៅតាមទីជាខាងទៀតហើយយើងត្រូវតែប្រែក្លាយប្រទេសយើងឲ្យទៅជាប្រទេសផលិតនាំចេញទៅវិញហើយវាមានចំណេញជាងយើងជាប្រទេសដែលប្រើប្រាស់ដូចជារាល់តំណែងសេដ្ឋកិច្ចទាំងអស់យើងត្រូវតែឈរលើគោលការណ៍គោរពផលប្រយោជន៍គ្នាទៅវិញទៅមកហើយនឹងមានផលចំណេញទាំងសងខាងហើយមានតលយៈភាពគ្នាកុំឲ្យបាត់តលយៈភាពទៅលើតែប្រទេសម្ខាងហើយជាពិសេសត្រូវមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវគោរពគោលការណ៍